នៅក្នុងអេពីសូតទី2នេះដែរខ្ញុំបានសាងសង់កសិដ្ឋានដើម្បីចិញ្ចឹមសត្វហើយកសិដ្ឋានដើម្បីស្តុកទុកចំណីឲ្យសត្វហើយខ្ញុំក៏បានសាងសង់ផ្លូវដែលភ្ជាប់ពីផ្ទះរបស់ខ្ញុំមកកាន់កសិដ្ឋាននឹងផងដែរអូខេអ្នកនាងអញ្ចឹងចាប់ផ្ដើមដំបូងឡើយខ្ញុំបានទៅរកកាប់ឈើទៀតហើយអ្នកនាងអញ្ចឹងដោយដែរមានដូរមុនដែរទេខ្ញុំទៅរកកាប់ឈើអាឈើពណ៌ខ្មៅអាអ្នកនាងខ្ញុំត្រូវការតែឈើនឹងទេដំបូងឡើយខ្ញុំបានកាប់យកអាកូនឈើទូចៗហ្នឹងមកដាំដែរប៉ុន្តែខ្ញុំត្រូវការច្រើនជាងហើយវាធំអត់ទាន់ទេអ្នកនាងយើងដាំទៅវាធំអត់ទាន់ទេអញ្ចឹងហើយខ្ញុំត្រូវចិត្តថាខ្ញុំនឹងទៅរកនេះហ្នឹងហើយបន្ទាប់ពីខ្ញុំរត់ដាក់សន្ទុកក្រោយមកឥឡូវខ្ញុំបានមកដល់នៅតំបន់ព្រៃដែលមានដើមឈើពណ៌ខ្មៅហ្នឹងហើយអ្នកនាងតែវាអត់មានកន្លែងពីមុនទេអ្នកអូខេអ្នកទាំងអស់គ្នាអញ្ចឹងបន្ទាប់ពីខ្ញុំបានកាប់ឈើពណ៌ខ្មៅហ្នឹងហើយខ្ញុំបានបន្តទៅទីនេះខ្ញុំដើររកព្រៃមួយដែលមានវាលភក់នេះគ្នាអញ្ចឹងខ្ញុំទៅទីនោះដើម្បីកាប់យកឈើពណ៌ក្រហមនេះគ្នាអញ្ចឹងដោយសារតែខ្ញុំចង់សាងសង់កន្លែងចិញ្ចឹមសត្វរបស់ខ្ញុំមកពីឈើពណ៌ក្រហមនេះគ្នាបន្ទាប់ពីខ្ញុំរត់ទៅមុខបានបន្តិចមកខ្ញុំបានប្រទះឃើញផាមគីននេះគ្នាអញ្ចឹងខ្ញុំក៏ឆ្លៀតចូលទៅកាប់យកមកទៅដោយសារតែគម្រោងរបស់ខ្ញុំនៅពេលខាងមុខទៀតខ្ញុំចង់សាងសង់ជាកន្លែងសម្រាប់តាំងដំណាំនេះឬក៏ចំការដំណាំនឹងឯងនេះអញ្ចឹងហើយយើងជួបហើយយើងកាប់មកទៅកុំឲ្យខាតនេះអញ្ចឹងបន្ទាប់ពីខ្ញុំបន្តឆ្ងាយទៀតមកខ្ញុំបានមកដល់ព្រៃនឹងហើយនេះអញ្ចឹងខ្ញុំបានចំណាយពេលនៅកន្លែងហ្នឹងដើម្បីកាប់ឈើកាប់អីនៅកន្លែងហ្នឹងយូរដែរដោយសារតែយើងត្រូវការឈើនឹងដែរហើយណាមុនឈើហ្នឹងវាអត់សូវសម្បូរទេនេះវាមានមួយភាគច្រើនគឺសម្បូរពួករឹសឈើហ្នឹងឯងយើងអត់ត្រូវការទេយើងត្រូវការតែពួកពណ៌ក្រហមហ្នឹងឯងអូខេហ្នឹងហើយអ្នកនាងអញ្ចឹងបន្ទាប់ពីខ្ញុំកាប់ឈើបានហើយឥឡូវខ្ញុំបានមកដល់ផ្ទះវិញហើយអញ្ចឹងខ្ញុំបានចូលមករៀបចំឈើរៀបចំអីដើម្បីទុកសិនហើយខ្ញុំបានទៅរកកាប់ថ្មដែរអ្នកនាងសារតែយើងត្រូវការថ្មប្រភេទថ្មពណ៌ស្អន់មកនេះត្រូវការវាយកទៅដើម្បីសាងសង់ដែរអញ្ចឹងអូខេអ្នកគ្នាហ្នឹងហើយបន្ទាប់ពីយើងកាប់ថ្មកាប់អីបានហើយឥឡូវយើងរៀបចំឈើរៀបចំអីរបស់យើងហើយសាងសង់ពីលើតែម្ដងទៅយេខ្ញុំគិតថាខ្ញុំនឹងសាងសង់កន្លែងចិញ្ចឹមសត្វហ្នឹងទៅហើយចាំយើងរៀបចំសាងសង់ផ្លូវតាមក្រោយអ្នកនេះចំពោះកន្លែងចិញ្ចឹមសត្វខ្ញុំគិតថាខ្ញុំធ្វើអត់ធំទេអ្នកនេះធ្វើតាមល្មមទៅបានហើយអញ្ចឹងបើយើងធ្វើធំពេកទៅវាត្រូវចំណាយឈើចំណាយអីច្រើនដែរហ្នឹង
khi bạn chỉ cho ấy là bạch bản bài đâu nhưng mà lơ vì bạn bên chỉ hạt con chứ là mua lại khi sao mai gì này người ta xa tại nhóm bán slab ở đây này chứ này nhóm slab nó phải là nhóm từ milestone này thì à bên nó nhóm ta tới nhóm thể cho nơi còn lại nhóm chi vì muốn này bên nhóm mai ren 210 nhóm đã vì tôi mơ nghĩa này hiện chắc là bên nó nhóm ta tới cái việc thể cho tới còn lại này chắc là mới phải là nhóm mai thì vật to tiền bán nó xa tại nhóm bán đông kèm một boss server này hiện chắc là vì một server chỉ là bỏ đây đấy là nếu như đô mua chi survival thôi mà mình chẳng ấy nhưng mà mình có to thiệt ba này cái này muốn hay mình tập này bắt đầu mất tiết trong ban mò điệp trong là khang khâu này nhìn chắc là nhưng mà điệp trong chỉ cả lại bẹp lư khang lư này chắc là bắt đầu bên trong ban điệp trong mà tụt tới bong ai frog MC គាត់បានចូលលេងដែរអ្នកនាងចឹងគាត់ចូលលេងក្នុងនាមជា survival ធម្មតាទេអ្នកនាងចឹងកន្លែងហ្នឹងគាត់បានចូលលេងទៅគាត់សុំនៅមួយខ្ញុំដែរចឹងហើយខ្ញុំបានពឹងពាក់គាត់ឲ្យទៅជួយរកសัตว์អ្នកនាងសัตว์ឲ្យខ្ញុំវល់ឲ្យសាងសង់ទៅខ្ញុំឲ្យបានទៅរកទេចឹងហើយខ្ញុំពឹងគាត់ឲ្យជួយរកឲ្យអ្នកនាងហ្នឹងហើយខ្ញុំបានបន្តសាងសង់ទៀតអ្នកនាងហ្នឹងហើយបន្តមកទៀតខ្ញុំបានមករៀបចំពូលភ្លើងនេះមានសារតែពេលយប់ទៅពួកមកពួក zombie skeleton ហ្នឹងវាហ្នឹងហើយវាមកញ៉ាយយើងវាមកវាយយើងចឹងទៅចឹងហើយខ្ញុំបានរៀបចំដាក់ភ្លើងឲ្យវាភ្លឺចឹងទៅកុំឲ្យវា spawn មកបានហ្នឹងចឹងហើយខ្ញុំបានរៀបចំដាក់ភ្លើងនៅជុំវិញផ្ទះខ្ញុំក៏ដូចជានៅកន្លែងដែលខ្ញុំចាំសឹកដែរហ្នឹងហើយអ្នកទាំងអស់គ្នាអញ្ចឹងបងឯង Frog MC គាត់បានដើររកសัตว์ឲ្យខ្ញុំបានច្រើនខ្លាំងមែនទែនអ្នកដោយសារតែខ្ញុំរវល់ទៅខ្ញុំបានដើររកនេះហើយមួយទៀតដោយសារតែសัตว์នៅតំបន់ខ្ញុំឥឡូវវាអស់ហើយអ្នកសัตว์ដែលខ្ញុំគាត់នៅទៅខ្ញុំកាប់អស់ឲ្យបានចាំវាអ្នកអញ្ចឹងគាត់ដឹងគាត់ទៅរកមកពីណាបានច្រើនទេអញ្ចឹងមានតែអរគុណគាត់អ្នកគ្នាបើកុំតែបានគាត់ទៅយ៉ាងណាខ្ញុំត្រូវចំណាយពេលចាប់សัตว์ដែរអញ្ចឹងបន្ទាប់ពីគាត់បានជួយខ្ញុំទៅខ្ញុំបានសัตว์មកតែម្ដងចឹងខ្ញុំអត់បាច់ចាប់មកទេបានគាត់ជួយនឹងអូខេអ្នកទាំងអស់គ្នាអញ្ចឹងឥឡូវហ្នឹងគឺថាកន្លែងចាំសិនរបស់យើងត្រូវបានសាងសង់ហើយអ្នកគ្នាអញ្ចឹងខ្ញុំអត់សម្ដែងនឹងបងឯ Frog ទេអ្នកគ្នាគាត់លេងមួយថ្ងៃគាត់តបនឹងខ្លួនថាគាត់បានដាក់ skin អ្នកគ្នាអញ្ចឹងគាត់បានដាក់ skin ហើយបន្ទាប់មកទៀតខ្ញុំមានគម្រោងចង់សាងសង់ផ្លូវនេះសាងសង់ផ្លូវចេញពីមុខផ្ទះយើងទៅកន្លែងចាំសត្វដល់នេះអញ្ចឹងហើយខ្ញុំបានមកកាប់
តាមឈើចឹងទៅហើយខ្ញុំបានរៀបចំជារះស្មើចេញហើយធ្វើផ្លូវនេះហើយដូចជាអត់មានអីទេអ្នកនាងអញ្ចឹងបន្ទាប់មកទៀតខ្ញុំបានរៀបចំតាំងនៅចិត្តផ្លូវឲ្យមើលទៅវារៀងតំណងទីអ្នកនាងអញ្ចឹងបើសិនជាយើងធ្វើឲ្យមើលទៅស្ដាស់វាអត់សូវស្អាតទេអ្នកនាងមើលទៅមានអារម្មណ៍ថាវារៀងទលាយពេកអ្នកនាងអញ្ចឹងហើយយើងដាក់តាំងតិចតួចទៅឲ្យមើលទៅវារៀងតំណងតិចអ្នកនាងអូខេអ្នកនាងអញ្ចឹងបន្ទាប់ពីខ្ញុំរៀបចំមកសន្ទុះក្រោយមកឥឡូវខ្ញុំគិតថាប៉ុណ្្នឹងទៅវារៀងស្អាតដែរអ្នកនាងអញ្ចឹងវាអត់សូវទលាយដូចមុនទេអ្នកនាងអញ្ចឹងសល់កន្លែងហ្នឹងវារៀងទលាយដែរអញ្ចឹងខ្ញុំដាក់តាំងផ្សេងៗអញ្ចឹងទៅឲ្យវាមើលទៅរៀងមានអារម្មណ៍ថាវារៀងតំណងតិចនេះកុំឲ្យវាស្រឡះខ្លាំងពេកវាអត់មានអីទេអ្នកនាងអញ្ចឹងតាំង decor តិចៗទៀតទៅហ្នឹងគឺបានហើយសម្រាប់ខ្ញុំមកសូវចេះបៀលហ្នឹងហើយកន្លែងហ្នឹងកន្លែងខ្ញុំសម្រាប់ស្តុកអីវ៉ាន់ចំណីរបស់សត្វខ្ញុំហើយអាហ្នឹងគឺផ្លូវយើងចេញមកពីផ្ទះហ្នឹងឯងអ្នកនាងផ្លូវមកពីផ្ទះមកកន្លែងកសិដ្ឋានរបស់យើងហ្នឹងឯងយើងនិយាយថាកសិដ្ឋានទៅហ្នឹងឯងហើយកន្លែងហ្នឹងខ្ញុំត្រឹមគោខ្ញុំមានតាំងជាមួយនឹងស្រូវអីផ្សេងៗដែរតាមមួយនេះមកគឺកន្លែងចិញ្ចឹមសត្វដែរប៉ុន្តែយើងមានកន្លែងស្តុកទុកអីវ៉ាន់ហ្នឹងឯងអូខេអ្នកទាំងអស់គ្នាហ្នឹងហើយអញ្ចឹងវីដេអូរបស់ខ្ញុំគឺបានឈានមកដល់ទីបញ្ចប់ត្រឹមហ្នឹងឯងអ្នកគ្នាអញ្ចឹងយើងមានតែចាំជួបគ្នានៅវីដេអូក្រោយៗទៀតអ្នកគ្នាបាយបាយ